ជំរាបសួរលោកគ្រូនិងសួស្តីមិត្តភ័ក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះអយវិនីមកពីក្រុមទី2ដែលមកនិយាយអំពី presentation about business plan សម្រាប់ our team មានចំនួន5នាក់ដែលមានដូចជាអៀងសូណាខ្ញុំបាទអយវិនីសេមករាស្រិនយ៉ានីនិងអាមីនអាមីនីចូលមកដល់ content របស់ពួកយើងដែលមានដូចជា chapter 1 executive summary ដែលមានដូចជា introduction project sale ចំណែក chapter 2 មានដូចជា strategic formulation business plan legal registration product description vision mission key success ហើយនិង location ចំណែកឯ chapter 3 មានដូចជា strategic development ដែលមានដូចជា target market target customer marketing goal and objective marketing mix ដែលមានដូចជា product strategic pricing strategic place strategic promotion strategic HRM plan ចំណែក chapter 4 strategic implementation ហើយនិង conclusion ចូលមកដល់ introduction perfumer គឺជាលបាយរាវនៃប្រេងក្រអូបឬសមាសធាតុក្លិនក្រអូបឬសារធាតុរំលាយដែលប្រើដើម្បីផ្ដល់ក្លិនក្រអូបដល់រាងកាយឬកន្លែងដែលយើងរស់នៅជាមួយនឹងប្រភេទផ្សេងៗគ្នាជាច្រើនដូចជាផ្កាឈើដែលកំណត់តាមលក្ខណៈរបស់វានីមួយៗចូលមកដល់ចំណុចបន្ទាប់គឺ project sale សម្រាប់គម្រោងរបស់ពួកយើងគឺផ្ដោតទៅលើការលក់ទឹកអប់ copy ប៉ុន្តែក្លិនស្រដៀងទឹកអប់ល្បីៗដែលមានតែរួមមានដូចជា Chanel Coco Stronger with You Valentino Burberry Her Petal Ventana ជាដើមទឹកអប់ទាំងនេះត្រូវបានគេស្គាល់យ៉ាងច្បាស់ដោយសារតែក្លិនក្រអូបពិសេសរបស់វានីមួយៗ perfumer គឺមានតម្រូវការខ្ពស់សម្រាប់ពេលបច្ចុប្បន្នគម្រោងនេះគឺមានគោលបំណងវិភាគការជ្រើសរើសផលិតផលតម្លៃនិងចំណង់ចំណូលចិត្តរបស់អតិថិជនដើម្បីយល់ដឹងពីរបៀបដែលទឹកអប់ម៉ាកល្បីៗហ្នឹងអាចទាក់ទាញអតិថិជនគោលដៅរបស់គេផ្សេងៗគ្នាចូលមកដល់ចំណុចបន្ទាប់ដែលនិយាយអំពី business model សម្រាប់ហាងរបស់យើងខ្ញុំមានឈ្មោះថា BDY Perfumer គឺជាហាងលក់ទឹកអប់មួយដែលមានទីតាំងស្ថិតនៅទីក្រុងភ្នំពេញសម្រាប់បុរសនិងស្ត្រីដែលកំពុងស្វែងរកក្លិនក្រអូបធម្មជាតិស្រាលស្រទន់និងទំនើបជាពិសេសវាមិនប៉ះពាល់ដល់សុខភាពនិងជាផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានផងដែរចូលមកដល់ចំណុចបន្ទាប់ដែលនិយាយអំពី legal registration ដែលមាន4ចំណុចសំខាន់ៗដែលមានដូចជាចំណុចទី1ការចុះបញ្ជី MOC ការចុះបញ្ជី MOC នេះគឺជាការចុះបញ្ជីក្រុមហ៊ុនជាមួយនឹងក្រសួងពាណិជ្ជកម្មវាត្រូវបានដោះស្រាយដោយភ្នាក់ងារមួយដែលចំណាយពេលប្រហែល7ទៅ21ថ្ងៃមុនពេលដាក់ឲ្យដំណើរការហើយតម្លៃប៉ាំងស្មានគឺប្រមាណជាង$200ទៅ$300សម្រាប់ទី2ការចុះបញ្ជីអាករលើតម្លៃបន្ថែមជាមួយនឹងអគ្គនាយកពន្ធដារវាត្រូវបានដោះស្រាយដោយភ្នាក់ងារមួយផងដែរដោយមានតម្លៃពី$100ទៅ$300សម្រាប់ទី3និយាយអំពីប៉ាតង់ដែលជាអាជ្ញាប័ណ្ណអាជីវកម្មប្រចាំឆ្នាំវាត្រូវតែបញ្ចប់មុនថ្ងៃទី31មីនាជារៀងរាល់ឆ្នាំថវិកាប៉ាំងស្មានគឺ$200ទៅ$400សម្រាប់ទី4 last សម្រាប់ទី4ជាចំណុចចុងក្រោយការចុះបញ្ជីសមាភិបជាមួយនឹងក្រសួងសុខាភិបាលកម្ពុជានេះត្រូវបានទាមទារព្រោះទឹកអប់គឺជាផលិតផលគ្រឿងសម្អាងជាធម្មតាវាត្រូវចំណាយពេល1ទៅ2ខែមុនពេលលក់ហើយតម្លៃប្រហែល$400ទៅ$1000សរុបមកការចុះបញ្ជីដោយស្របច្បាប់ទាំងនេះគឺអាចជួយឲ្យអាជីវកម្មនេះមានភាពស្របច្បាប់គួរឲ្យទុកចិត្តនិងអនុលោមតាមបទបញ្ញត្តិរបស់ប្រទេសកម្ពុជាចូលមកដល់ចំណុចបន្ទាប់ដែលនិយាយអំពី product description our main product មាន4 product ធំៗដែលមានដូចជា Valentino សម្រាប់អត្ថប្រយោជន៍របស់វាគឺវាមានក្លិនក្រអូបជាប់បានយូរសម្រាប់តម្លៃប៉ាំងស្មានគឺ$12តម្លៃលក់$20និងប្រាក់ចំណេញ$8
ចំពោះ stronger with you សម្រាប់ប្រយោជន៍របស់វាគឺវាមានភាពកក់ក្ដៅនិងរក្សាទុកបានយូរសម្រាប់តម្លៃប៉ាំងស្មានគឺប្រហែល$9តម្លៃលក់ចេញ$14និងចំណេញ$5សម្រាប់វេនតាណាសម្រាប់អត្ថប្រយោជន៍របស់វាគឺក្លិនឈើស្រស់សម្រាប់តម្លៃប៉ាំងស្មានគឺ$18តម្លៃលក់$30និងប្រាក់ចំណេញ$12មួយទៀតគឺ Chanel Coco សម្រាប់អត្ថប្រយោជន៍របស់វាគឺផលិតភាពខ្ពស់និងទំនើបសម្រាប់តម្លៃប៉ាំងស្មានគឺ$20តម្លៃលក់$40និងចំណេញ$20ចូលមកដល់ Photo Product សម្រាប់ Valentino ប្រភេទរបស់វាគឺ Floria Oriental ចំណុចរបស់វាមាន 100ml 50ml និង 10ml វាល្អសម្រាប់ពេលយប់ពិធីការនិងធម្មតាប្រើជាប្រចាំថ្ងៃ Best Note របស់វាគឺក្លិនរាងឈើសម្រាប់ Stronger with you $14ប្រភេទរបស់វាគឺ Sweet និង Warm Spicy ចំណុចរបស់វាមាន 100ml 50ml និង 10ml វាល្អសម្រាប់កម្មវិធីហើយនឹងពេលល្ងាច Best Note របស់វាគឺ Vanilla និង Cedarwood សម្រាប់ Chanel Coco ប្រភេទរបស់វាគឺ Orientals Florals សម្រាប់ចំណុចរបស់វាមាន3ប្រភេទដែរដូចជា 100ml 50ml និង 10ml វាល្អសម្រាប់ពេលថ្ងៃពេលយប់កម្មវិធីនិង casual សម្រាប់ Best Note របស់វាមានដូចជា Petals Vanilla និងVentivals សម្រាប់Ventana ប្រភេទរបស់វាគឺ Woody Aromatic ចំណុចរបស់វាមាន 100ml 50ml និង 10ml វាល្អសម្រាប់ការធ្វើការនៅ office casual និង evening សម្រាប់ Best Note របស់វាគឺមានក្លិនដូចជា Cedarwood Musk និង Amber សម្រាប់ Berry Her Petal ប្រភេទរបស់វាគឺ Florent Fruity ចំណុចរបស់វាមាន 100ml 50ml និង 10ml សម្រាប់ Best Note របស់វាគឺ Daytime Casual Spring និង Summer Best Note របស់វាគឺ Vanilla ចូលសម្រាប់ our cross sale product យើងមានលក់ប្រេងក្រអូប fragrance oil សម្រាប់ប្រភេទរបស់វាគឺ strong fresh popular និង for daily use long lasting scent សម្រាប់ចំណុចរបស់វាមាន 10ml វាល្អសម្រាប់គ្រប់ស្ថានភាពសម្រាប់ Best Note របស់វាគឺ fruit candy sweet និង classic ចូលដល់ចំណុចបន្ទាប់គឺឲ្យមិត្តភ័ក្តិខ្ញុំជាអ្នកបកស្រាយបន្តជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសេនបេតារាជាសមាជិកនៃក្រុមទី2ដែលត្រូវមកនិយាយបកស្រាយចំណុចបន្ទាប់ដែលនិយាយអំពីចក្ខុវិស័យរបស់ក្រុមហ៊ុនផលិតទឹកអប់របស់យើងដែលបានរួមបញ្ចូលគ្នាជាមួយនឹងក្លិនជាច្រើនក្លិនជាច្រើនពណ៌និងយើងបានរំលេចរូបរាងជាច្រើនដើម្បីជាភាពទាក់ទាញដល់អតិថិជនដែលអតិថិជនគាត់បានទិញយកទៅប្រើប្រាស់ហើយគាត់មានអារម្មណ៍ថាជឿជាក់ទាំងការរូបរាងការ design ជាមួយនឹងក្លិនដែលគាត់កាន់លើកយកមកបាញ់ហើយគាត់មានអារម្មណ៍ថាស្រស់ស្រាយមិនតែប៉ុណ្ណោះក្រុមហ៊ុនទឹកអប់របស់យើងបានគិតគូរដល់សហគមន៍និងបរិស្ថានផងដែរដោយក្លិននីមួយៗដែលយើងប្រើប្រាស់ទៅមិនប៉ះពាល់ដល់បរិស្ថានចំណុចបន្ទាប់យើងនិយាយអំពីបេសកកម្មរបស់ក្រុមហ៊ុនផលិតទឹកអប់របស់យើងគឺផ្ដល់ជូននៅទឹកអប់ដែលមានគុណភាពខ្ពស់និងបង្ហាញពីសម្រស់និងវប្បធម៌ដែលជំរុញទំនុកចិត្តដល់អតិថិជនគ្រប់គ្នានេះរួមបញ្ចូលទាំងការប្រើប្រាស់ការវេចខ្ចប់មិនប៉ះពាល់ដល់បរិស្ថានការកាត់បន្ថយកាកសំណល់និងលើកកម្ពស់ការប្រើប្រាស់ទឹកអប់ដែលមានស្មារតីនិងការសហការជាមួយនឹងការកំណត់រួចផ្ដើមសង្គមនិងបរិស្ថានមិនតែប៉ុណ្ណោះយើងក៏ផ្ដោតលើការផ្សព្វផ្សាយតាមរយៈ Facebook, TikTok, IG ផងដែរដើម្បីផ្សព្វផ្សាយអំពីផលិតផលរបស់យើងទៅកាន់អតិថិជនដែលបានកាន់តែច្រើនកាន់តែកើនឡើងហើយយើងក៏បានលើកទឹកចិត្តដល់បុគ្គលិកក្រុមការងាររបស់យើងដែលយើងបានផ្ដល់ជាថ្ងៃសម្រាកឬក៏ប្រាក់ខែសមរម្យមួយ
ប្រាក់លើកទឹកចិត្តដល់គាត់ជាមួយនឹងការជួបជុំនៅដើមឆ្នាំផងដែរបុគ្គលិកនីមួយៗយើងមានការបណ្ដុះបណ្ដាលពីមួយផ្នែកទៅមួយផ្នែកដោយមានត្រឹមត្រូវទៅតាមគោលការណ៍របស់ក្រុមហ៊ុនចំណុចបន្ទាប់យើងនិយាយអំពីកត្តាជោគជ័យនៃផលិតផលទឹកអប់របស់យើងភាពជោគជ័យនៃផលិតផលទឹកអប់អាស្រ័យលើការប្រើប្រាស់គ្រឿងផ្សំដែលមានគុណភាពខ្ពស់ប្រើប្រាស់បានយូរនិងការកសាងរូបភាពម៉ាកយីហោដ៏រឹងមាំនិងឆើតឆាយដែលទាក់ទាញអតិថិជនដែលគាត់បានប្រើប្រាស់អំពីផលិតផលរបស់យើងការធ្វើទីផ្សារប្រកបដោយប្រសិទ្ធភាពតាមរយៈប្រព័ន្ធផ្សព្វផ្សាយតាមសង្គមអ្នកមានឥទ្ធិពលបុគ្គលល្បីៗការផ្សព្វផ្សាយជួយបង្កើនការយល់ដឹងអំពីផលិតផលរបស់យើងបុគ្គលិកដែលបានទទួលបានការបណ្ដុះបណ្ដាលយ៉ាងល្អនិងសេវាកម្មអតិថិជនល្អបង្កើនការពេញចិត្តនិងភាពស្មោះត្រង់ការយល់ដឹងពីចំណង់ចំណូលចិត្តរបស់អតិថិជនពីអតិថិជនមួយទៅអតិថិជនមួយដែលគាត់ចូលចិត្តក្លិននេះក្លិន Valentino ឬក៏ Chanel ដែលយើងពិភាក្សាមើលថាតើក្នុងក្លិនទាំងអស់នេះតើអតិថិជនគាត់ចាប់អារម្មណ៍លើក្លិនមួយណាជាងគេដែលក្លិននីមួយៗមានក្លិនក្រអូបចម្រុះនឹងផលិតផលនិងការច្នៃប្រឌិតជាមួយនឹងរូបរាងដ៏ទាក់ទាញភាពជាដៃគូយុទ្ធសាស្ត្រពង្រីកទីផ្សារហើយក៏ការវេចខ្ចប់ប្រកបដោយស្តង់ដារមិនប៉ះពាល់ដល់បរិស្ថានចំណុចបន្ទាប់យើងមកនិយាយអំពីចំណុចទីតាំងវិញម្ដងទីតាំងរបស់ក្រុមហ៊ុនរបស់ផលិតផលរបស់យើងដែលយើងមានកម្រងបើកទី1នៅ market តាមទីផ្សារតាម mall និងតាមសាលាពួកអីតាមសាលាមានអតិថិជនឬក៏សិស្សសាលាគាត់ចេញពីរៀនមកច្រើនជាពិសេសសម័យឥឡូវសម័យ Gen Z ទៅពេលអញ្ចឹងទៅគាត់ចូលចិត្តប្រើទឹកអប់ទាំងមនុស្សស្រីមនុស្សប្រុសគាត់ពេញនិយមប្រើទឹកអប់ទាំងអស់ចំណែកឯពេលសៅរ៍អាទិត្យយើងអាចទៅធ្វើការបើកស្តង់លក់នៅតាម Walk Street សៅរ៍អាទិត្យដូចជានៅបុកវាងរបស់យើងនៅ Walk Street ឥឡូវទីប្រជុំជនមនុស្សគាត់បានទៅនឹងច្រើនបើយើងទៅធ្វើការដាក់តាំងលក់នៅទីនោះការតេស្តក្លិនរបស់ហ្នឹងជឿថាផលិតផលរបស់យើងនឹងអាចជោគជ័យបានច្រើនសូមអរគុណដំបូងគ្រប់ជម្រាបសួរលោកគ្រូក៏ដូចជាសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះអៀងសូណាថ្ងៃនេះខ្ញុំនឹងមកធ្វើការបកស្រាយនៅចំណុចបន្ទាប់ដែលនិយាយអំពី Target Market ដែល Target Market របស់យើងនឹងយកផ្ដោតទៅលើក្រុមមនុស្សធំក៏ដូចជាតំបន់ដែលមានមនុស្សច្រើនហើយទៅផ្ដោតទៅលើចរិតលក្ខណៈនិងរបៀបរស់នៅរបស់អតិថិជនជាដើមចុះមកដល់ចំណុចទី1ដែលយើងនិយាយអំពី Target Customer ដែលអតិថិជនគាត់ដើមរបស់យើងនឹងយើងកំណត់ចាប់ពីអាយុ18ទៅ30ឆ្នាំដោយពួកយើងគិតថាក្រុមមនុស្សដែលមានចន្លោះអាយុហ្នឹងពួកគាត់រីករាយក្នុងការប្រើប្រាស់ទឹកអប់ដើម្បីប្រើប្រាស់ជាប្រចាំថ្ងៃហើយក៏ដូចជាប្រភេទ fashion ឬក៏ lifestyle យ៉ាងចឹងទៅហើយក៏ដូចជាសិស្សនិស្សិតអ្នកធ្វើការអីផ្សេងពួកគាត់ក៏មានអរិយាប័ត្រក្នុងការប្រើប្រាស់ទឹកអប់ក៏ដូចជាក្លិនទៅតាមប្រភេទផ្សេងគ្នាហើយជាពិសេសឥទ្ធិពលនៅលើប្រព័ន្ធ social media ក៏ដូចជាការផ្សព្វផ្សាយពាណិជ្ជកម្មអីផ្សេងហ្នឹងក៏ជាឥទ្ធិពលដល់ក្រុមមនុស្សដែលមានវ័យចន្លោះពី18ទៅ30ឆ្នាំនឹងដែរហើយជាពិសេសអ្នកដែលចូលចិត្តអ្វីដែលថ្មីក៏ដូចជាចូលចិត្តសាកល្បងប្រភេទក្លិនថ្មីហើយនឹងមានប្រសិទ្ធភាពខ្ពស់ហើយនឹងមានតម្លៃសមរម្យផងដែរចូលមកដល់ចំណុចបន្ទាប់ដែលនិយាយអំពី Target Customer ដែលពួកគាត់មានអាយុចាប់ពី30ឆ្នាំឡើងទៅពួកគាត់ភាគច្រើនជាក្រុមមនុស្សដែលមានការងារក៏ដូចជាចំណូលនឹងថឹងដែលជ្រើសរើសប្រភេទទឹកអប់ដែលគាត់ដែលត្រូវជាមួយនឹងជំនាញវិជ្ជាជីវៈក៏ដូចជាកិច្ចការរបស់ពួកគាត់ដែលត្រូវធ្វើដូចជាទៅប្រជុំឬក៏ធ្វើការនៅការិយាល័យអីផ្សេងដែលទិញឬក៏គាត់ទិញទឹកអប់ហ្នឹងជាកាដូផ្ទាល់ខ្លួនអីផ្សេងហើយចំណុចមួយទៀតគឺភាពតាក់ទាញដែលធ្វើឲ្យអតិថិជនហ្នឹងពេញចិត្តជាមួយនឹងផលិតផលក៏ដូចជា
chụp ra để có bạn chơi rồi không cả tinhផលិតផលពីខាងយើងទៅអញ្ចឹងចូលមកដល់ចំណុចបន្ទាប់ដែលយើងនិយាយអំពី target competitor នៅក្នុងហ្នឹងយើងបានជ្រើសរើសប្រភេទក្រុមហ៊ុនទឹកអប់ចំនួន5ដែលយើងគិតថាជា competitor របស់យើងនាពេលសប្តាហ៍ថ្ងៃហ្នឹងដែលមិនថាstyle ឬក៏ក្លិនអីផ្សេងនេះដែលដឹងថាវាជាប្រភេទ luxury ហើយនឹងមានក្លិនលក្ខណៈដូចជាវា romantic ដែលតម្លៃទូទៅ$20ហើយចំណុចដែលតាក់ទាញហើយចំណុចខ្លាំងរបស់គេហ្នឹងគឺទី1ភាពតាក់ទាញនៃការរចនាហើយនឹងក្លិនជាប់បានយូរហើយជាពិសេសវាពេញនិយមក្នុងចំណោមអតិថិជនក្មេងៗផងដែរហើយចំពោះចំណុចខ្សោយរបស់គេហ្នឹងក្លិនរបស់វាហ្នឹងឆាប់រសាយលឿនជាងមុនហើយការលក់ហ្នឹងនៅក្នុងស្រុកវាមានកំណត់ផងដែរចូលមកដល់ម៉ាក Chanel Coco ដែលទឹកអប់ហ្នឹងជាប្រភេទផលិតហើយល្បីល្បាញលើពិភពលោកដែលតំណាងឲ្យដែលមានអ្នកប្រើប្រាស់ច្រើនក៏ដូចជាអ្នកមានទំនុកចិត្តខ្ពស់ទៅលើផលិតផលមួយនឹងផងដែរហើយជាទូទៅតម្លៃរបស់វាមានតម្លៃចាប់ពី$40ហើយក្លិនហើយចំណុចខ្លាំងរបស់គេហ្នឹងគឺក្លិនក្អូបនឹងប្រើប្រាស់បានយូរហើយចំពោះចំណុចខ្សោយរបស់គេហ្នឹងការបាញ់លើដំបងអាចរៀងមានក្លិនដិតឬខ្លាំងពេកសម្រាប់អ្នកខ្លះហើយនឹងជាពិសេសសម្រាប់អាកាសធាតុក្តៅជាដើមហើយចំពោះម៉ាក brand មួយទៀតដែលជាប្រភេទ Strong with you ជាម៉ាកយីហោលំដាប់ខ្ពស់របស់អ៊ីតាលីដែលផ្ដល់នូវក្លិនក្រអូបផ្អែមនិងកក់ក្ដៅបែបបរោះដែលតម្លៃមានចាប់ពី$14ហើយភាពខ្លាំងរបស់គេហ្នឹងការបញ្ចេញភាពខ្លាំងក្លានៃក្លិនហើយក្លិនរបស់វាមានជាលក្ខណៈ romantic និងរហ័សខ្យល់សម្រាប់បរោះហើយភាពទន់ខ្សោយរបស់វាហ្នឹងវាអាចមានលក្ខណៈរៀងផ្អែមពេកឬក៏ធ្ងន់ពេកសម្រាប់អ្នកខ្លះចឹងទៅចូលមកដល់ brand Bottana ដែលជាប្រភេទទឹកអប់មានកម្រិតមធ្យមបំផុតដោយក្លិនរបស់វាហ្នឹងដែលរចនាបទក្លិនរបស់វាក្លិនរបស់វាសម្រាប់អ្នករចនាហើយតម្លៃរបស់វាហ្នឹងមានចាប់ពី$30ហើយចំណុចខ្លាំងរបស់គេហ្នឹងក្លិនក្អូបបានយូរហើយនឹងមានតម្លៃសមរម្យគុណភាពល្អហើយចំណុចខ្សោយគឺក្លិនរបស់វាហ្នឹងរៀងខ្លាំងតិចនៅពេលដែលយើងប្រើប្រាស់ជាលើដំបូងហើយចំពោះ brand មួយទៀតBurberry ជាម៉ាកយីហោពិនមួយរបស់អង់គ្លេសនិងជាប្រភេទទឹកអប់ដែលមានក្លិនក្អូបបែបយុវវ័យផ្លែឈើហើយនិងផ្កាអញ្ចឹងទៅហើយតម្លៃវាមានចាប់ពី$15ឡើងទៅហើយចំណុចខ្លាំងរបស់គេក្លិនក្អូបស្រស់ស្រាយបែបនារីរចនាដបការរចនាដបរបស់គេនឹងមានលក្ខណៈស្រស់ស្អាតហើយចំពោះភាពទន់ខ្សោយរបស់វាវិញគឺក្លិនក្អូបក្នុងរយៈពេលខ្លីវាជាប់ឲ្យបានយូរទេចូលមកដល់ចំណុចបន្ទាប់យើងអំពី marketing goal ហើយនិង objective នៅក្នុងនេះយើងបានលើក goal សំខាន់ចំនួន3ចំពោះម៉ាក brand យីហោមួយចំនួនតែលើនេះខ្ញុំបានលើកយក channel brand ល្បីចំនួន2ក្នុងការយកមកបកស្រាយចំពោះក្នុងឆ្នាំ2025-2026ពួកយើងធ្វើការបង្កើនការលក់ក៏ដូចជាបង្កើនភាពខ្លាំងរបស់ម៉ាកយីហោហើយក៏ដូចជាពង្រីកទីផ្សាររបស់យើងបច្ចុប្បន្នផងដែរតែតម្លៃជាមធ្យមយើងលក់តម្លៃប៉ានស្មានដែលយើងលក់មានតម្លៃប្រហែលជា$20ក្នុង1 unit ហើយចំពោះmarket share 10%ហើយចំពោះឆ្នាំ2026ដល់ឆ្នាំ2027យើងនឹងបង្កើនការលក់តាមទៀតហើយក៏ដូចជាបង្កើនប្រសិទ្ធភាពនៃការចូលរួមរបស់អតិថិជនហើយតម្លៃប៉ានស្មានរបស់យើងគឺ$25ក្នុង1 unit ហើយចូលដល់ Chanel Coco ពីឆ្នាំ2025ដល់2026យើងមានផលិតផល
យើងអាចនឹងមានផលិតផល premium មួយហើយក៏ដូចជាបង្កើនការលក់តាមរយៈ online ក៏ដូចជាបង្កើនអតិថិជនស្មោះត្រង់ចំពោះម៉ាកយីហោរបស់យើងផងដែរដោយតម្លៃប៉ានស្មានរបស់យើងក្នុងមួយយូនីតហ្នឹងគឺ$40ហើយចំពោះឆ្នាំ2026ដល់ឆ្នាំ2027យើងមានទិសដៅទីផ្សារទឹកអប់ premium ហើយក៏ដូចជាបង្កើនការលក់អនឡាញបន្ថែមទៀតផងដែរដោយតម្លៃប៉ានស្មានរបស់យើងហ្នឹង$45ក្នុងមួយយូនីតផងដែរចូលមកដល់ចំណុចបន្ទាប់ដែលនិយាយអំពី Key Activity Plan for 2025 and 2026 ផងដែរហើយចំពោះ Key Activity របស់យើងបែងចែកជាដំណាក់កាលទៅតាមខែនីមួយៗនៅក្នុងខែដំបូងយើងធ្វើការជ្រើសរើសអ្នកប្រម៉ូទទឹកអប់របស់យើងចាប់ពីខែ1យើងជ្រើសរើស2នាក់បន្តមកទៀតខែ3យើងជ្រើសរើសម្នាក់ហើយចំពោះការ promotion វិញយើង promotion ទៅលើខែ2ជាថ្ងៃ Valentine ហើយនិងខែ12នៅថ្ងៃ Christmas ហើយចំពោះការ check ជាមួយនឹង stock ទឹកអប់របស់យើងហើយនឹងការ update តម្លៃផ្សេងយើងធ្វើនៅខែ1និងខែ11ហើយចំពោះការរៀបចំកាដូពិសេស set កាដូពិសេសសម្រាប់ Christmas ហើយនិងចុងឆ្នាំយើងរៀបចំនៅខែ3ហើយនិងខែ12ចំនួន2ដងផងដែរហើយចំពោះការប្រកាសពន្ធប្រចាំខែហើយនិងផលិតផលប្រចាំខែរបស់យើងហ្នឹងយើងធ្វើជាបន្តបន្ទាប់ចាប់ពីខែ1ខែ2រហូតដល់ខែ12ជាដើមចំពោះចំណុចដែលខ្ញុំបកស្រាយនៅក្នុងថ្ងៃនេះក៏បានដល់ទីបញ្ចប់ផងដែរចូលដល់ចំណុចបន្ទាប់ខ្ញុំឲ្យក្រុមរបស់ខ្ញុំធ្វើការបកស្រាយចំណុចបន្ទាប់អរគុណវាសួរលោកគ្រូខ្ញុំបាទឈ្មោះអានីមកបកស្រាយចំណុចទៅពីចំណុចរបស់ខ្ញុំចំណុចរបស់ខ្ញុំទៅបកស្រាយគឺចំណុច marketing mix strategy ហើយមាន2ធំហើយទី1នោះគឺ product strategy ហើយ product strategy នេះមានចំនួន6ចំណុចចំណុចទី1នេះគឺ line mind ក៏ដាក់ line គឺមានន័យថាផលិតផលហ្នឹងសំខាន់របស់ពួកយើងគឺរួមមានទឹកអប់4ប្រភេទដែលមានទូនាទីរបស់វាគឺទី1គឺ channel logo សម្រាប់អតិថិជនដែលចូលចិត្តភាពប្រណិតនិងថ្នាក់ខ្ពស់មានន័យថាទឹកអប់នេះមានក្លិនដល់លក្ខណៈដូចក្លិនអ្នកមានអីចឹងហើយចំណុចទី2គឺមិនយ៉ាងទីណូគឺសម្រាប់ប្រើប្រាស់រាល់ថ្ងៃងាយស្រួលនិងទាន់សម័យសម្រាប់បរិបទបើជំទង់ឬក៏សម្រាប់បាញ់ទៅធ្វើការហើយជាមួយនឹង strong video នឹងទឹកអប់គឺប្រើប្រយោជន៍សម្រាប់ពេលចូលកម្មវិធីឬក៏ចូលជប់លៀងកម្មវិធីអ្វីមួយហើយទឹកអប់មួយទៀតគឺ Ventana គឺផ្ដល់ភាពស្រស់ស្រាយនិងក្លិនធម្មជាតិហើយចូលចំណុច product benefit ហ្នឹងគឺវាទឹកអប់ដែលយើងប្រើជួននូវគុណភាពយូរអង្វែងមានភាពបត់បែនមានហើយជួបយូរអង្វែងហើយមានអារម្មណ៍ស្រស់ស្រាយធ្វើឲ្យជាជនមានអារម្មណ៍ធៀបធាក់ដោយមិនមានការភ័យក្លិនអ្វីផ្សេងគឺមានក្លិនដែលទឹកអប់ដែលយើងអាចប្រើហ្នឹងគឺវាមានភាពទាក់ទាញហើយទឹកអប់នេះគឺមានប្រយោជន៍ទី2គឺផ្នែកគុណភាពគឺខ្លាំងវាយូរហើយអាចប្រើប្រាស់ច្រើនឱកាសបានហើយផ្នែកវាគឺផ្នែកអារម្មណ៍គឺថាទេចូលមានដំណឹកចិត្តមានភាពឆាប់ឆាយនិងភាពទាក់ទាញហើយចូលដល់cross product គឺមានន័យថាការពីទឹកអប់ធម្មតាយើងក៏មានSunfly Oil ជាផលិតផលបន្ថែមហើយក្លិនវាយូរមានន័យថាវាក្លិនហ្នឹងវាជាប់បានយូរអតិថិជនអាចទិញបន្ថែមជាមួយនឹងទឹកអប់
ផ្សេងមួយទៀតបានហើយជួយបង្កើនការពេញចិត្តនិងប្រាក់ចំណូលរបស់ក្រុមហ៊ុនជួយដល់ចំណុចមួយទៀតគឺ after sale and CRM ចំណុចហ្នឹងមានន័យថាគឺយើងអាចលក់ប្រេងក្រអូបជាផលិតផលគឺមានន័យថាយើងត្រូវការសេវាកម្មហ្នឹងបំពេញបន្ថែមទៅលើការដឹកជញ្ជូនការធ្វើតេស្តគំរូនិងការគ្រប់គ្រងទៅលើការលើកការរំលឹកការបញ្ចុះតម្លៃការធ្វើភាពនិងការណោះតគឺមានថាការតេស្តមកឲ្យគាត់ប្រជាជនហ្នឹងទិញយើងអាចគាត់តេស្តសារថាវាបានមុននឹងទិញហើយក៏យើងនៅប្រើសេវាកម្មទៅដូចជាសេវាកម្មវិទ្យាទាំងអស់មានថាទាំងអស់មួយវាមានតម្លៃថ្លៃយើងអាចម្លែកលក់ជូនគាត់តែ10អំអល់អីចឹងទៅហើយ10ដុល្លារកាន់ជូនបើយើងទីតាំងនៅជិតយើងអាចទៅជូនគាត់ដោយ free បានហើយអនុញ្ញាតឲ្យគាត់សាកក្លិនគ្រប់ក្លិនហើយប្រព័ន្ធហើយចូលដល់ចំណុច customer expectation គឺថាក្នុងតែបើជាជនគឺត្រូវឲ្យជាជនហ្នឹងមិនប៉ុន្តែផលត្រូវតែប្រកបមានតែទាំងអស់ original បើមិនហើយត្រូវបណ្ដាស្វាកម្មនិងការចិត្តទុកដាក់ហ្នឹងឲ្យល្អសម្រាប់គាត់ហើយដល់នៅតម្លៃសមរម្យនិងដាច់ពេញឲ្យជូនគាត់ហ្នឹងដោយទាន់ពេលវេលាចូលដល់ positioning គឺថាម៉ាកយីហោរបស់យើងត្រូវបានដាក់ម៉ាកបរិបទដែលមានតម្លៃសមរម្យជាមួយនឹងខាងទាំងអស់ហ្នឹងគឺក៏អូបយងໄວដែលសមស្របសម្រាប់ការប្រចាំថ្ងៃហើយយើងក៏អាចលក់តាមអនឡាញបានអីចឹងទៅហើយចូលដល់ចំណុច consumer គឺប្រមាណគឺយុទ្ធសាស្ត្ររបស់យើងគឺផ្ដោតទៅលើផលដែលមានគុណភាពទំនាក់ទំនងប្រជាជនដ៏រឹងមាំហើយកំណត់ទីតាំងណយឲ្យប៉ះលាស់ដើម្បីងាយស្រួលឲ្យប្រជាជនមកស្រួលមកទិញដើម្បីតេស្តសារទាំងអស់មុននឹងទិញក៏បានទៅដល់ចំណុចទី2គឺ pricing strategy ហើយចំណុចនេះគឺមានប្រភេទនៃយុទ្ធសាស្ត្រកំណត់តម្លៃគឺបញ្ចូលពីសាស្ត្រទាំង3នេះគឺដែលមានប្រើប្រាស់ក្នុងឯកសារទី1គឺតម្លៃcost plus pricing ឬក៏ហៅថា CPA គឺកំណត់តម្លៃដោយយកដើមទុនបូកជាមួយនឹងប្រាក់ចំណេញដែលចង់បានហើយមានន័យថាងាយស្រួលគណនាគឺថាមានចំណេញហើយចូលទី2គឺvalue based pricing គឺ VPA គឺកំណត់តម្លៃផ្អែកលើតម្លៃของចលនាជនហើយសម្រាប់មានន័យថាក្នុងនេះគឺសម្រាប់ប្រើសម្រាប់តំណែងម៉ាកល្បីប្រណិតទទួលបានចំណេញខ្ពស់ហើយមួយទៀតគឺ comparison based pricing គឺមាន CPA ហើយការគឺ CPA តម្លៃមានថាតម្លៃផ្នែកផ្អែកទៅលើតម្លៃគូប្រជែងគឺជួយឲ្យអាជីវកម្មនឹងអាចប្រកួតប្រជែងក្នុងទីផ្សារហើយដល់ជាអត់ដល់ចំណុចនេះគឺ mind product analysis គឺតារាងដែលយើងគិតថាវាលក់តម្លៃសមរម្យហើយវាអាចនឹងចំណេញហើយវាមានកំណត់ប្រភេទលើប្រភេទនៃការលក់នៃ3ខាងលើដែលខ្ញុំបាននិយាយឲ្យមិញគឺមានផ្នែកកូកូមាន Valentino ហ
xong rồi việc chú bạn trên đó bờ thì thấy thì ban bằng hai nhà cả đạn không có chụp ảnh cho tao làm nào một chút thì product and accessory ចំណុចនេះមានន័យថាផលិតផលឆ្លងនិងផលិតផលក្រោយពេលលក់គឺផ្ដោតទៅលើទំនិញមកតបសងនិងផលរក្សាអតិថិជនផលិតផលផលនេះមាន2គឺ product ត្រឹម product គឺ fashion oil គឺមានន័យថាយុទ្ធសាស្ត្រ strategy គឺយុទ្ធសាស្ត្រគឺតម្លៃបូកនិងតម្លៃដើមហើយមួយទៀតគឺ logic មានន័យថាបច្ចេកវិទ្យាគឺសម្រាប់ការបន្ថែមដែលមានតម្លៃទាបហើយការបន្ថែមតម្លៃសាមញ្ញគឺជាវិធីដែលមានប្រសិទ្ធភាពបំផុតដើម្បីធានាថាធានានៅការប្រាក់ចំណេញហើយមួយទៀតចំណុចមួយទៀតគឺផលិតផលក្រោយពេលលក់គឺ after sale product គឺមាន consistency គឺមានភាពស៊ីចង្វាក់គ្នាគឺរចនាសម្ព័ន្ធតម្លៃដូចគ្នានិងផលិតផលសំខាន់ដើម្បីការពារភាពសុចរិតនៃ mark brand ហើយមួយទៀតគឺការយល់ដឹងសំខាន់គឺសម្រាប់ការបំពេញបន្ថែមទៅលើការពេញចិត្តអតិថិជនគឺដោយសារអតិថិជនហ្នឹងគឺរំពឹងថាតម្លៃហ្នឹងគឺជាតម្លៃដែលល្អប្រណិតសម្រាប់សេវាកម្មបំពេញបន្ថែមចូលដល់ចំណុចមួយទៀតគឺkey takeaway and strategy summary ចំណុចនេះចាំមាន3គឺទី1អំណាចនៃ mark brand សារៈសំខាន់គឺតំណែងប្រណិតដូចជា Chanel អាចពើនិងរូបមន្តបូកនិងថ្លៃដើមដើម្បីទទួលបានតែចំណេញខ្ពស់ចំណុចទី2គឺការតម្រង់ទីផ្សារគឺសម្រាប់ mark brand ដែលកម្រិតមធ្យមដូចជា Valentino ឬ Valentina នៃការរក្សាចិត្តមធ្យមទីផ្សារហើយការពារបាត់បង់អតិថិជនទៅឲ្យគូប្រជែងហើយប្រសិទ្ធភាពមួយទៀតគឺ CPA នៅក្នុងនៅតែជាភាពសាមញ្ញនៃប្រតិបត្តិការពិសេសសម្រាប់ការបំពេញចិត្តរបស់អតិថិជនហើយចំណុចរបស់ខ្ញុំមានតែប៉ុណ្ណឹងទេចំណុចត្រង់ឲ្យតែសមាជិករបស់ខ្ញុំបកស្រាយបន្តជំរាបសួរលោកគ្រូនិងសួស្តីមិត្តភក្តិទាំងអស់គ្នាខ្ញុំបាទឈ្មោះស្ទឹនយ៉ានីខ្ញុំនឹងធ្វើការបកស្រាយចំណុចបន្តពីមិត្តរួមក្រុមរបស់ខ្ញុំដែលយើងនិយាយអំពីយុទ្ធសាស្ត្រចែកចាយទី2យុទ្ធសាស្ត្រផ្សព្វផ្សាយនិងទី3ការអនុវត្តយុទ្ធសាស្ត្រឥឡូវយើងចូលទៅដល់ចំណុចទី1ខ្ញុំសូមចាប់ផ្ដើមពីយុទ្ធសាស្ត្រចែកចាយនិងទីតាំងលក់ដោយសារតែទឹកអប់ជាផលិតផលប្រណិតនិងងាយខូចខាតការចែកចាយមិនមែនគ្រាន់តែលក់ឲ្យដល់ដៃអតិថិជនតែប៉ុណ្ណោះនោះទេប៉ុន្តែត្រូវរក្សាទុកនិងភាពជឿទុកចិត្តរបស់ mark brand របស់យើងផងដែរដំបូងយើងនិយាយអំពីការផ្ដោតភាពងាយស្រួលក្នុងការទិញរបស់អតិថិជននៅហាងផ្ទាល់របស់យើងនឹងរៀបចំទឹកអប់ឲ្យមានភាពស្អាតភាពរៀបរយនិងការចែកជាក្រុមតាមម៉ាកដើម្បីឲ្យអតិថិជនងាយមើលឃើញហើយនឹងងាយជ្រើសរើសតាមទំនងចំណូលចិត្តរបស់ពួកគេចំណែកអតិថិជនអនឡាញយើងនឹងអនុវត្តឲ្យមានការបញ្ជាទិញតាមប្រព័ន្ធ Facebook TikTok Instagram និង Telegram ផងដែរជាបណ្ដាញសង្គមដែលអតិថិជនអាចប្រើប្រាស់រាល់ថ្ងៃយើងនឹងឆ្លើយតបដោយរហ័សមិនឲ្យអតិថិជនរងចាំយូរមិនមានជំរើសច្រើនរញ៉េរញ៉ៃយើងមានជំរើសទទួលទំនិញឬការដឹកជញ្ជូនងាយស្រួលផងដែរភាពងាយស្រួលនេះនឹងធ្វើឲ្យអតិថិជនមានបទពិសោធន៍ល្អហើយនឹងមានភាព
ស្បាយរីករាយក្នុងការទិញទំនិញរបស់យើងឥឡូវនេះយើងនឹងចូលដល់ slide ទី2ដែលយើងនិយាយអំពីការរក្សាគុណភាពទឹកអប់យើងដឹងថាទឹកអប់ងាយរងកប៉ះពាល់ពីកម្ដៅពន្លឺថ្ងៃដូច្នេះហើយពេលដែលដឹកជញ្ជូនយើងប្រើរបបទ្រុបនិងវិកចាប់យ៉ាងប្រុងប្រយ័ត្នដើម្បីកុំឲ្យវាមានផលប៉ះពាល់ដូចជាការបែកជាដើមនៅឃ្លាំងស្តុកទឹកអប់ត្រូវបានរក្សាទុកនៅកន្លែងត្រជាក់ស្ងួតនិងស្អាតដើម្បីរក្សាគុណភាពនៃក្លិនរបស់ទឹកអប់ម៉ាកប្រេនរបស់ក្រុមហ៊ុនយើងផងដែរយើងបានប្រើវិធីសាស្ត្រ FIFO មានន័យថា first in first out ដែលមានន័យថាទំនិញដែលនាំចូលមុនត្រូវលក់ចេញមុនដើម្បីជៀសវាងទឹកអប់ចាស់និងធានាថាអតិថិជនទទួលបានផលិតផលថ្មីជានិច្ចពីក្រុមហ៊ុនរបស់យើងចូលដល់ចំណុចទី4យុទ្ធសាស្ត្រចែកចាយរបស់យើងមានពីរប្រភេទទី1យើងចែកចាយផ្ទាល់ខ្លួនដូចជាប្រព័ន្ធ social media និងលក់ក្នុងហាងផ្ទាល់ជាដើមទី2គឺ channel ដៃគូដូចជាហាងលក់ទឹកអប់ហាងសម្អាងនិងហាងផ្សេងៗដែលជាដៃគូចាប់យកផលិតផលពីក្រុមហ៊ុនរបស់យើងយកទៅលក់បន្តដើម្បីឲ្យដៃគូលក់បានល្អហើយចំណេញហើយមានអតិថិជនកាន់តែគាំទ្រច្រើនយើងបានផ្ដល់ជាសម្ភារៈផ្សព្វផ្សាយការបណ្ដុះបណ្ដាលចំណេះដឹងទាក់ទងជាមួយនឹងទឹកអប់និងចំណេញលក់ផងដែរយើងក៏មានជាការលើកទឹកចិត្តដូចជាការបញ្ចុះតម្លៃផ្ដល់រង្វាន់និងមានការប្រកួតប្រជែងលក់ប្រចាំឆ្នាំទៅដល់ដៃគូសហការដែលយកផលិតផលយើងលក់បន្តឥឡូវនេះយើងនឹងចូលដល់ slide បន្ទាប់ដែលយើងនិយាយអំពីការផ្ដល់យុទ្ធសាស្ត្រផ្សព្វផ្សាយយើងដឹងថាការផ្សព្វផ្សាយតាមប្រព័ន្ធ social media គឺមានសារៈសំខាន់ណាស់ក្នុងការផ្ដល់ផលិតផលរបស់យើងទៅដល់អតិថិជនដូចជាការផ្សព្វផ្សាយប្រព័ន្ធទឹកអប់របស់ក្រុមហ៊ុនយើងជាដើមការផ្សព្វផ្សាយគឺវាមានតួនាទីសំខាន់ណាស់ដែលធ្វើឲ្យអតិថិជនស្គាល់ពីម៉ាកប្រេនរបស់យើងស្គាល់ពីតម្លៃនិងទំនុកចិត្តក្នុងការទិញហើយយើងតែងតែប្រើប្រាស់ការផ្សព្វផ្សាយតាមបណ្ដាញសង្គមនិងការលក់ផ្ទាល់ការផ្ដល់ជូនជាពិសេសនិងទំនាក់ទំនងជាសាធារណៈដល់អតិថិជនដើម្បីងាយស្រួលក្នុងការស្វែងរកទឹកអប់ម៉ាកប្រេនរបស់យើងផងដែរឥឡូវនេះយើងនឹងចូលដល់ slide បន្តទៀតដែលយើងនិយាយអំពី digital marketing គឺជាឧបករណ៍សំខាន់បំផុតសម្រាប់អាជីវកម្មមួយយើងដឹងថាការផ្សព្វផ្សាយពាណិជ្ជកម្មតាម Facebook TikTok Instagram Telegram គឺជាជម្រើសដ៏ល្អបំផុតចំពោះអតិថិជនគោលដៅក្នុងការចូលចិត្តមើលវីដេអូនិងមាតិកាដែលមានការផ្សព្វផ្សាយ brand ទឹកអប់របស់យើងក្នុងការផលិតជាវីដេអូដើម្បីទាក់ទាញចំណាប់អារម្មណ៍អតិថិជនផងដែរយើងបានសហការជាមួយ influencer តារាល្បីៗនៅក្នុងស្រុកដើម្បីបង្កើតភាពទុកចិត្តនិងភាពទាក់ទាញនៃម៉ាក brand របស់យើងនៅពេលដែលអាជីវកម្មរីកចម្រើនយើងក៏ពង្រឹងទៅដល់ការបង្កើតមាតិកានៅក្នុង YouTube ជាដើមហើយមួយទៀតបើយើងនិយាយអំពីការអនុវត្តលក់និងការត្រួតពិនិត្យលើយុទ្ធសាស្ត្រដែលយើងបានលើកឡើងខាងលើគម្រោងដែលល្អបំផុតនោះគឺត្រូវតែមានការតាមដានការវិតម្លៃទៅយើងរៀបផែនការយុទ្ធសាស្ត្រនេះបានដោយជោគជ័យយើងនឹងនិយាយអំពីផ្នែកលក់ត្រូវពិនិត្យមើលរបាយការណ៍លក់ប្រចាំខែនិងវិភាគអតិថិជនដែលបាត់បង់នៅត្រង់ចំណុចនេះយើងវិភាគទៅលើរបាយការណ៍ប្រចាំខែពី1ខែទៅ1ខែហើយយើងនឹងវិភាគទៅលើអតិថិជនគោលដៅរបស់យើងថានៅក្នុងមួយខែទៅមួយខែគឺយើងបានទទួលអតិថិជនថ្មីហើយនឹងចំនួនអតិថិជនកើនឡើងដែរឬអត់ត្រេទី2គឺផ្នែកធនធានមនុស្សត្រួតពិនិត្យសមត្ថភាពបុគ្គលិកចំពោះចំណេះដឹងផលិតផលនិង KPI របស់បុគ្គលិកនៅត្រង់ចំណុចនេះគឺ
យើងត្រូវសង្កេតមើលនិងធ្វើការវិតម្លៃទៅលើសមត្ថភាពបុគ្គលិករបស់យើងអំពីចំណេះដឹងក្នុងការលក់ផលិតផលអំពីទឹកអប់ថាដល់កម្រិតណាហើយអាចទទួលយកបានអត់ហើយនឹងទទួលយក feedback ពីភ្ញៀវក្នុងការណែនាំនៅរាល់កំហុសខុសឆ្គងអំពីការណែនាំផលិតផលទៅដល់អតិថិជនក្នុងការលក់នឹងអំឡុងពេលដែលយើងកំពុងតែជជែកផ្ទាល់ជាមួយអតិថិជនផងដែរហើយបើចំណុចត្រេទី3ដែលយើងនិយាយអំពីផ្នែកគណនេយ្យការតាមដានផលចំណេញលំហទឹកប្រាក់និងការគ្រប់គ្រងថ្លៃដើមជាពិសេសសម្រាប់ទឹកអប់តម្លៃខ្ពស់ៗដែលមានតម្លៃស្មើនឹងចំនួនប្រាក់ខែបុគ្គលិកមួយនាក់ត្រង់ចំណុចនេះយើងអាចនិយាយមកថាយើងត្រូវតែមានផ្នែក accounting ដើម្បីតាមដានផលចំណេញឬក៏ផលខាតបង់ដែលយើងលក់ជាប្រចាំពីមួយខែទៅមួយខែដើម្បីវិភាគទិន្នន័យថាយើងគួរតែមានវិធានការបែបណាដើម្បីធ្វើឲ្យវាក្រូឡើងធ្វើឲ្យម៉ាកទឹកអប់យើងកាន់តែល្បីនិងលក់ដាច់ហើយចំណូលទឹកប្រាក់ដែលចំណេញពីអតិថិជនមានកម្រិតណាដែលអាចធ្វើយើងវាតម្លៃថាអាជីវកម្មរបស់យើងលក់ចំណេញឬក៏ខាតបង់ផងដែរជាចុងក្រោយយើងដល់ចំណុចសង្ខេបដែលយើងសរុបរួមមកអាជីវកម្មទឹកអប់របស់យើងត្រូវបានរៀបចំឡើងដោយយុទ្ធសាស្ត្រច្បាស់លាស់ចាប់ពីការជ្រើសរើសផលិតផលការបែងចែកការផ្សព្វផ្សាយរហូតដល់ឈានដល់ការអនុវត្តជាក់ស្ដែងផងដែរយើងមិនមែនត្រឹមតែលើកទឹកអប់ទេប៉ុន្តែក្នុងនាមយើងជាអាជីវកម្មក្នុងនាមយើងជាក្រុមហ៊ុនមួយត្រូវតែយើងលក់ទាំងអារម្មណ៍ទាំងទំនុកចិត្តនិងអត្តសញ្ញាណ brand របស់យើងទៅដល់ដៃអតិថិជនជាមួយនឹងការគ្រប់គ្រងឲ្យបានល្អយុទ្ធសាស្ត្រត្រឹមត្រូវឈរលើភាពស្អាតស្អំរកស៊ីស្មោះត្រង់និងធ្វើឲ្យអាជីវកម្មនេះមានសុខភាពភាពរីកចម្រើនហើយធ្វើឲ្យមានចរន្តភាពនៅពេលអនាគតផងដែរសូមអរគុណចំពោះលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាដែលបានយកចិត្តទុកដាក់ស្ដាប់ការបកស្រាយរបស់ក្រុមរបស់ខ្ញុំសូមអរគុណ